នៅពេលយប់ស្ងាត់រាងកាយក៏ចាប់ផ្ដើមចង់សម្រាកប៉ុន្តែនៅក្នុងចិត្តមានរឿងជាច្រើនកំពុងរត់នៅពេញខួរក្បាលទាំងការព្រួយបារម្ភអស់កម្លាំងចិត្តនិងសំណួរជីវិតដែលមិនទាន់មានចម្លើយប្រសិនបើអ្នកកំពុងមានអារម្មណ៍បែបនេះវីដេអូមួយនេះត្រូវបានបង្កើតឡើងសម្រាប់អ្នកមុនពេលអ្នកចូលគេងសូមអនុញ្ញាតឲ្យរឿងទាំងនេះក្លាយជាកម្លាំងតូចមួយនៅក្នុងចិត្តរបស់អ្នកនៅក្នុងភូមិមួយមានស្ត្រីម្នាក់ឈ្មោះដានីជីវិតនាងហាក់ដូចជាត្រូវបានព្រំលិខិតលេងសើចមិនចេះចប់មិនចេះហើយមុខរបររកស៊ីរបស់នាងលក់មិនដាច់ហើយក៏បានខាតដើមចំណែកប្តីរបស់នាងក៏ធ្លាក់ខ្លួនឈឺស្របពេលដែលកូនសុទ្ធតែនៅតូចដានីតែងតែអង្គុយយំម្នាក់ឯងរួចអូនក្អែថាហេតុអីជីវិតខ្ញុំជួបតែបញ្ហាមិនឈប់បែបនេះតើពេលណាទើបជីវិតខ្ញុំបានសុខដូចគេដោយអស់សង្ឃឹមនាងបានទៅរកលោកតាម្នាក់ដែលស្នាក់នៅឯវត្តលើភ្នំដែលនេះយំរៀបរាប់ទាំងហូរទឹកភ្នែកថាលោកតាអើយជីវិតរបស់ខ្ញុំហត់ខ្លាំងណាស់ខ្ញុំចង់បានជីវិតមួយដែលស្ងប់សុខដោយគ្មានបញ្ហាដែលត្រូវដោះស្រាយតើខ្ញុំត្រូវធ្វើដូចម្តេចទៅលោកតាមិនបានពោលអ្វីឡើយលោកតាក៏បានដុតភ្លើងរួចដាក់ឆ្នាំងដាំទឹក3នៅលើចង្ក្រាននៅពេលទឹកពុះលោកតាបានដាក់មើមការ៉ុតចូលក្នុងឆ្នាំងទី1ដាក់ស៊ុតចូលក្នុងឆ្នាំងទី2និងដាក់គ្រាប់កាហ្វេចូលទៅក្នុងឆ្នាំងទី3 20នាទីក្រោយមកលោកតាបានស្រង់វត្ថុទាំង3នោះចេញមករួចសួរទៅដានីថាតើចៅឃើញអ្វីខ្លះដានីឆ្លើយទាំងងើងឆ្ងល់ថាមានការ៉ុតមានស៊ុតនិងមានគ្រាប់កាហ្វេលោកតាសម្លឹងមើលទៅដានីដោយទឹកមុខញញឹមហើយចាប់ផ្ដើមបញ្យល់មួយថាចៅស្រីមើលចុះរបស់ទាំង3នេះសុទ្ធតែបានជួបបញ្ហាដូចគ្នាគឺវាចូលទៅក្នុងទឹកដែលកំពុងពុះការ៉ុតមួយមើមនេះពីមុនវាធ្លាប់តែរឹងមាំប៉ុន្តែនៅពេលជួបទឹកក្តៅវាក៏ប្រែជាទន់ជ្រាយនេះប្រៀបដូចជាមនុស្សដែលបណ្ដោយឲ្យបញ្ហាមកបំបាក់ស្មារតីធ្វើឲ្យបាក់ទឹកចិត្តចំណែកស៊ុតមួយគ្រាប់នេះពីមុនសម្បកក្រៅវាស្រួយហើយខាងក្នុងវារាវប៉ុន្តែនៅពេលជួបទឹកក្តៅខាងក្នុងរបស់វាប្រែជារឹងនេះក៏ប្រៀបដូចជាមនុស្សដែលជួបបញ្ហាហើយប្រែជាមានចិត្តរឹងរូសហើយបន្ទោសតែបញ្ហារីឯគ្រាប់កាហ្វេនេះវិញវាប្លែកពីគេនៅពេលវាជួបទឹកក្តៅវាមិនបានប្រែប្រួលទៅតាមទឹកទេតែវាបានផ្លាស់ប្ដូរទឹកឲ្យមានក្លិនឈ្ងុយកាហ្វេទៅវិញឃើញដានីកំពុងតែយកចិត្តទុកដាក់ស្ដាប់លោកតាក៏និយាយបន្តទៀតថាបញ្ហាប្រៀបដូចជាទឹកដែលនៅលើចង្ក្រានក្តៅនេះអញ្ចឹងចៅមិនអាចហាមទឹកមិនឲ្យពុះបានទេប៉ុន្តែចៅអាចជ្រើសរើសបានថាតើចៅចង់ធ្វើជាការ៉ុតជាស៊ុតឬក៏ជាគ្រាប់កាហ្វេចូលរៀនរស់ជាមួយវារួចច្នៃបញ្ហាទាំងនោះឲ្យคล้ายទៅជាឱកាសនិងជាមេរៀនដ៏មានតម្លៃសម្រាប់ជីវិតណាចៅស្រីដានីស្ដាប់បណ្ដាស្រក់ទឹកភ្នែកបណ្ដាប៉ុន្តែទឹកភ្នែកដែលគេស្រក់មកលើកនេះមិនមែនជាទឹកភ្នែកនៃភាពទន់ជ្រាយទៀតនោះទេប៉ុន្តែវាគឺជាទឹកភ្នែកនៃភាពភ្ញាក់រលឹកនាងសម្លឹងមើលកែវកាហ្វេដែលមានក្លិនឈ្ងុយរួចងើបសម្លឹងមើលមុខលោកតាទាំងកែវភ្នែកដែលមានពន្លឺនៃក្តីសង្ឃឹមជាថ្មីដានីលើកដៃសំពះអរគុណលោកតារួចពោលទាំងសម្លេងញាប់ញ័រថាលោកតាអើយចៅសូមអរគុណលោកតាខ្លាំងណាស់ដែលបានបង្ហាញផ្លូវភ្លឺស្វាងដល់ចៅសម្ដីរបស់លោកតាថ្ងៃនេះបានធ្វើឲ្យខ្ញុំយល់ថាបញ្ហាវាមិនគួរឲ្យខ្លាចដូចចិត្តដែលទន់ជ្រាយជាមួយនឹងបញ្ហានោះឡើយចាប់ពីពេលនេះតទៅខ្ញុំនឹងមិនសុំឲ្យជីវិតនេះលែងមានបញ្ហាទៀតទេប៉ុន្តែខ្ញុំនឹងរៀនរស់ជាមួយវាដោយភាពរឹងមាំលោកតាគ្រាន់តែញញឹមដោយក្តីមេត្តារួចងក់ក្បាលតិចៗជាសញ្ញានៃការផ្ដល់កម្លាំងចិត្តដល់ដានីបានលាលោកតារួចដើរចុះពីលើភ្នំត្រឡប់មកផ្ទះវិញដោយជំហានដ៏ស្វាហាប់និងបេះដូងដែលត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឈមមុខនិងដោះស្រាយរាល់បញ្ហាដែលបានកើតឡើងក្នុងជីវិតរបស់នាងសូមយើងទាំងអស់គ្នាចងចាំថាបញ្ហាគឺជាផ្នែកមួយនៃជីវិតកុំសួរថាហេតុអ្វីបានជាបញ្ហាកើតឡើងលើខ្ញុំប៉ុន្តែចូលសួរថាតើបញ្ហានេះចង់បង្រៀនអ្វីដល់ខ្ញុំគ្មានសមុទ្រដែលគ្មានរលកនោះទេហើយក៏គ្មានជីវិតដែលគ្មានឧបសគ្គដែរចូលកុំបន់ស្រន់សុំឲ្យជីវិតមានភាពងាយស្រួលតែត្រូវធ្វើខ្លួនឲ្យមានភាពរឹងមាំដើម្បីយកឈ្នះលើរាល់ការលំបាកទាំងឡាយ
និងឆ្លងផុតរាល់គ្រប់បញ្ហានៅកណ្ដាលទីក្រុងដ៏អ៊ូអរនិងទំនើបកម្មមនុស្សម្នាក់រស់នៅបែបផែនជីវិតទាន់សម័យនិងស្ថិតក្នុងបរិយាកាសនៃការប្រកួតប្រជែងគ្រប់វិនាទីវិបុលគឺជាមនុស្សម្នាក់ក្នុងចំណោមមនុស្សរាប់ម៉ឺននាក់ដែលកំពុងរស់នៅក្នុងជីវិតបែបអភិជនកណ្ដាលទីក្រុងដ៏ទំនើបនេះក្នុងនាមជាអ្នកជំនួញដ៏ជោគជ័យម្នាក់គេតែងតែមមាញឹកនឹងការងារស្ទើររកពេលសម្រាប់គ្មានជារៀងរាល់ថ្ងៃវិបុលតែងតែរត់ដេញតាមមហិច្ឆតានៃភាពមានបានឥតឈប់ប៉ុន្តែទោះបីជាគេអាចកសាងទ្រព្យសម្បត្តិបានយ៉ាងច្រើនយ៉ាងណាក៏ដោយក៏ចិត្តរបស់គេហាក់នៅតែស្រេកឃ្លាននិងមិនស្គាល់ពាក្យថាគ្រប់គ្រាន់ឡើយវិបុលមានវិឡាដ៏ធំស្កឹមស្កៃប៉ុន្តែកន្លែងដែលគេស្នាក់នៅច្រើនជាងគេគឺនៅក្រុមហ៊ុនក្នុងបន្ទប់ការិយាល័យរបស់គេជីវិតរបស់គេមិនដែលមានពេលវេលាសម្រាប់ហូបបាយជុំគ្រួសារទេព្រោះសូម្បីតែអាហារមួយពេលក៏ត្រូវទទួលទានទាំងប្រញាប់ប្រញាល់ក្នុងរថយន្តដើម្បីដេញតាមឲ្យទាន់ពេលវេលាដែរក្តីបារម្ភពីការប្រែប្រួលនៃទីផ្សារភាគហ៊ុនភាពភ័យខ្លាចចំពោះការបរាជ័យនិងការខ្លាចចាញ់ដៃគូប្រកួតបានលួចយកស្នាមញញឹមចេញពីផ្ទៃមុខរបស់គេបាត់ដោយមិនដឹងខ្លួនយប់ជ្រៅឈានចូលមកដល់វិបុលអង្គុយនៅមុខអេក្រង់កុំព្យូទ័រទាំងកែវភ្នែកក្រហមស្លក់សម្ពាធការងារដែលសន្សំទុកជាយូរបានវាយលុកឲ្យគេដួលសន្លប់ស្ដុកស្ដឹងក្នុងការិយាល័យទាំងកណ្ដាលអាធ្រាត្របន្ទាប់ពីឆ្លងកាត់ការសង្គ្រោះបន្ទាន់ភ្លាមលោកគ្រូពេទ្យបានចេញបញ្ជាឲ្យគេឈប់សម្រាកពីការងារមួយរយៈសិនបើមិនដូច្នោះទេអាយុជីវិតគេនឹងស្ថិតក្នុងភាពគ្រោះថ្នាក់ជាក់ជាមិនខានដោយគ្មានជំរឿវិបុលក៏សម្រេចចិត្តបោះបង់ការងារមួយឡែកហើយផ្ទេរភារកិច្ចទាំងអស់ឲ្យអ្នកគ្រប់គ្រងមើលការជំនួសគេបានធ្វើដំណើរទៅកាន់ទីជនបទមួយដើម្បីសម្រាកស្ងប់ស្ងាត់មួយរយៈទៅដល់ទីនោះគេបានស្នាក់នៅក្បែរផ្ទះរបស់ពូម្នាក់ឈ្មោះថាពូសុកដែលជាបុរសវ័យចំណាស់ម្នាក់រស់នៅយ៉ាងសាមញ្ញជាមួយប្រពន្ធក្នុងផ្ទះឈើតូចមួយជារៀងរាល់ព្រឹកវិបុលសង្កេតឃើញពូសុកដើរទៅស្រោចបន្លែទាំងទឹកមុខរីករាយពេលថ្ងៃត្រង់គាត់អង្គុយហូបបាយជាមួយទឹកគ្រឿងនិងបន្លែដែលគាត់ដាំខ្លួនឯងទាំងសំណើចក្អាកក្អាយជាមួយប្រពន្ធគាត់វិបុលឆ្ងល់ណាស់ព្រោះបាយមួយពេលរបស់គាត់មិនស្មើនឹងកាហ្វេពេលព្រឹករបស់គេមួយកែវផងហ្នឹងហេតុអ្វីបានជាគាត់មើលទៅមានសេចក្តីសុខម្ល៉េះនៅល្ងាចមួយវិបុលក៏សម្រេចចិត្តដើរទៅលេងពូសុកជំរាបសួរពូខ្ញុំឈ្មោះវិបុលទើបតែមកស្នាក់នៅក្បែរផ្ទះពូបានមួយអាទិត្យហើយបានឃើញដំណាំនិងបន្លែពូដាំបានល្អក៏ចង់ចូលមកលេងពូសុកក៏ដាក់ធុងស្រោចបន្លែចុះរួចអញ្ជើញវិបុលចូលអង្គុយលេងក្នុងផ្ទះតូចរបស់គាត់វិបុលសម្លឹងមើលទៅក្នុងផ្ទះពូសុកមិនដាក់ភ្នែកសោះដូចជាកំពុងស្វែងរកមើលរបស់អ្វីម្យ៉ាងប៉ុន្តែគេមិនបានឃើញនៅវត្ថុមានតម្លៃឬរបស់របរទាន់សម័យអ្វីឡើយក្រៅពីគ្រែដែលពូសុកត្រូវសម្រានវាគឺជាគ្រែរនាបធម្មតាតែប៉ុណ្ណោះបន្ទាប់ពីសម្លឹងមើលទៅក្នុងផ្ទះរបស់ពូសុកស្ទើរគ្មានចន្លោះត្រង់ណារួចមកវិបុលបានងាកទៅសួរពូសុកថាពូខ្ញុំសុំសួរពូត្រង់មើលខ្ញុំឃើញពូមានត្រឹមរបរដាំបន្លែប៉ុណ្ណេះតើពូហូបគ្រប់ដែរអត់ហេតុអីបានជាពូហាក់ដូចជាគ្មានរឿងអ្វីត្រូវបារម្ភសោះតើពូមិនខ្លាចថ្ងៃក្រោយអត់ឃ្លានឬមិនចង់មានផ្ទះធំជាងនេះទេពូសុកសម្លឹងមើលមុខវិបុលដោយទឹកមុខញញឹមហើយតបដោយសម្ដីមួយថាក្មួយអើយមនុស្សយើងខ្លាចមិនគ្រប់ទាំងដែលការពិតយើងលើសច្រើនពេកទៅវិញទេផ្ទះធំឬផ្ទះតូចវាមិនបានកំណត់ភាពកក់ក្ដៅក្នុងគ្រួសារឡើយប៉ុន្តែវាកំណត់បានត្រឹមតែទំហំធំតូចជាងគ្នាតែប៉ុណ្ណឹងយើងខ្លាចហូបមិនគ្រប់តែយើងភ្លេចគិតថាយើងត្រូវការតែអាហារ3ពេលដើម្បីរស់អន្តើពូសុកក៏បន្តទៀតថាពូមិនមានអ្វីត្រូវខ្វល់ច្រើនពេកទេព្រឹកឡើងពូមានបាយហូបថ្ងៃត្រង់មានអាហារគ្រប់ល្មមហើយល្ងាចឡើងមានបាយក្តៅសម្លក្តៅហូបជុំជាមួយប្រពន្ធមនុស្សយើងរស់បានគឺដោយសារបាយ3ពេលនិងខ្យល់ដកដង្ហើមប៉ុណ្ណឹងឯងអ្វីដែលលើសពីនេះវាមិនមែនជាតម្រូវការទេតែវាជាចំណង់ហើយចំណង់នេះឯងដែលវាធ្វើឲ្យមនុស្សយើងចេះតែស្រេកឃ្លានមិនឈប់មិនឈរនឹងឯងវិបុលអង្គុយថ្មឹងស្ដាប់សម្ដីរបស់ពូសុកគ្រប់ម៉ាត់ហាក់ដូចជាព្រួញដែលបាញ់ទម្លុះបេះដូងរបស់គេចាប់ផ្ដើមងាកមកសម្លឹងមើលសមោជីវិតខ្លួនឯងដែលកន្លងមកបានត្រឹមតែរត់ដេញតាមសមោនៃភាពមានបានយ៉ាងងងឹតងងុល
គេមានផ្ទះដ៏ធំស្កឹមស្កៃដែលបំពាក់ដោយបរិក្ខារទំនើបមានគ្រែមានពូកដ៏ទន់ល្មើយតម្លៃរាប់ពាន់ដុល្លារតែមិនដែលបានផ្ដល់ដំណេកដ៏ស្កប់ស្កល់ឲ្យគេម្ដងណាឡើយគេបែរជាចំណាយពេលភាគច្រើនគេងក្បែរគំនរឯកសារលើតុការិយាល័យទៅវិញសូម្បីតែរសជាតិអាហារជុំគ្រួសារដែលជាសេចក្តីសុខដ៏សាមញ្ញបំផុតក៏គេបោះបង់ចោលដូរយកអាហារប្រអប់ដែលត្រូវហូបទាំងតក់ក្រហល់ក្នុងឡានម្នាក់ឯងតើកន្លងមកគេកំពុងកសាងជីវិតឬក៏កំពុងបំផ្លាញជីវិតខ្លួនឯងឲ្យប្រកបវិបុលបានសម្រេចចិត្តបន្តការស្នាក់នៅទីនោះបន្តទៀតដើម្បីរៀនសូត្រពីអត្ថន័យនៃជីវិតដែលគេបានមើលរំលងគេក៏ចាប់ផ្ដើមរៀនដាំបន្លែជាមួយពូសុកនិងទទួលទានម្ហូបអាហារសាមញ្ញដែលដាំដុះដោយក្តីស្រឡាញ់ជាមួយក្រុមគ្រួសាររបស់ពូសុកនៅទីនោះវិបុលបានយល់ច្បាស់ថាជីវិតដែលរស់នៅដោយមានត្រឹមអាហារ3ពេលមានសុខភាពដែលរឹងមាំនិងចិត្តដែលលះបង់នៅការចង់ចាញ់ឈ្នះជាមួយអ្នកដទៃវាគឺជាសេចក្តីសុខដ៏ពិតប្រាកដមួយខែក្រោយមកវិបុលបានត្រឡប់មកកាន់ទីក្រុងវិញគេមិនបានបោះបង់ការងារនោះទេប៉ុន្តែគេធ្វើការដោយស្មារតីជាម្ចាស់លើលុយកាក់មិនមែនជាខ្ញុំកញ្ជះនៃមហិច្ឆតាដោយពីមុនទៀតឡើយគេបានរកឃើញស្នាមញញឹមត្រឡប់មកវិញស្នាមញញឹមមួយនេះតែងតែលេចឡើងរាល់ពេលដែលគេបានផ្ដល់ពេលវេលាឲ្យគ្រួសារនិងបានអង្គុយទទួលទានអាហារជុំគ្នាជាមួយមនុស្សជាទីស្រឡាញ់សាច់រឿងមួយនេះពិតជាបានធ្វើឲ្យយើងដឹងថាអ្វីដែលធ្វើឲ្យជីវិតមនុស្សហត់នឿយបំផុតមិនមែនដោយសារភាពខ្វះខាតនោះទេប៉ុន្តែជាចិត្តដែលចេះតែចង់បានមិនឈប់ជីវិតមិនត្រូវការអ្វីច្រើនដើម្បីរស់ឡើយយើងត្រូវការតែអាហារ3ពេលសុខភាពដែលរឹងមាំនិងចិត្តមួយដែលស្គាល់ពាក្យថាគ្រប់គ្រាន់តែប៉ុណ្ណោះសេចក្តីសុខពិតប្រាកដមិនមែនកើតចេញពីការមានគ្រប់យ៉ាងនោះទេប៉ុន្តែវាជាការចេះរីករាយនិងដឹងគុណចំពោះអ្វីដែលយើងកំពុងមាននៅក្នុងភូមិដាច់ស្រយាលមួយដែលលាតសន្ធឹងដោយវាលស្រែនិងចំការដំណាំជីវភាពរបស់អ្នកភូមិនៅតែក្រីក្រដដែលដោយសារវិធីសាស្ត្រដាំដុះចាស់ៗនិងគ្មានទីផ្សារច្បាស់លាស់នារីជាក្មេងស្រីម្នាក់ដែលមានឪពុកម្ដាយប្រកបរបរដាំបន្លែដោយប្រើទម្លាប់ចាស់ៗដូចជាអ្នកភូមិឯទៀតដែរមានយប់មួយនាងសម្លឹងមើលទៅព្រះច័ន្ទហើយបដិញ្ញាក្នុងចិត្តថាថ្ងៃមួយខ្ញុំនឹងធ្វើឲ្យគ្រួសារខ្ញុំនិងអ្នកភូមិមានជីវភាពធូរធារជាងនេះដោយសារតែនាងមានក្តីស្រមៃដ៏ធំមួយគឺចង់ឃើញអ្នកភូមិរបស់នាងងើបផុតពីភាពលំបាកហើយមានជីវភាពធូរធារជាងមុននារីបានចំណាយពេលជាច្រើនខែក្នុងការស្រាវជ្រាវនិងសិក្សាពីបច្ចេកទេសដាំបន្លែទំនើបនិងការគ្រប់គ្រងដីធ្លីនាងបានរកឃើញនូវគំនិតផ្ដួចផ្ដើមដ៏អស្ចារ្យមួយគឺការផ្លាស់ប្ដូរពីការដាំដុះតាមរដូវធម្មតាទៅជាការដាំបន្លែសរីរាង្គដែលមានតម្រូវការទីផ្សារខ្ពស់និងផ្ដល់ទិន្នផលល្អថ្ងៃមួយនារីក៏យករឿងមួយនេះទៅពន្យល់អ្នកភូមិដែលជាអ្នកប្រកបរបរដាំបន្លែនាងបាននិយាយពន្យល់ពួកគេអំពីផែនការបន្លែបៃតងរបស់នាងពន្យល់លម្អិតពីមួយចំណុចទៅមួយចំណុចដោយទឹកមុខញញឹមនាងបាននិយាយទាំងទឹកមុខជឿជាក់ថាពុកម៉ែអំពូមីងខ្ញុំបានសិក្សាឃើញថាបើយើងបដូរមកដាំបន្លែសរីរាង្គដោយប្រើជីធម្មជាតិនោះទិន្នផលរបស់យើងនឹងកើនឡើងហើយយើងអាចលក់បានថ្លៃជាងមុននេះជាផ្លូវតែមួយគត់ដែលយើងអាចរកចំណូលបានច្រើនសម្រាប់គ្រួសាររបស់យើងបន្ទាប់ពីស្ដាប់ផែនការចប់អ្នកភូមិម្នាក់បានក្អកតិចៗហើយនិយាយថាគំនិតក្មួយល្អហើយនារីតែវាស្មុគស្មាញពេកយើងធ្លាប់ធ្វើបែបនេះតាំងពីដូនតាមកហើយឲ្យមកបដូរទាំងអស់គ្នាមិននឹងរួចអ្នកខ្លះទៀតគ្រាន់តែងក់ក្បាលយល់ស្របហើយចំណែកឯអ្នកខ្លះទៀតមិនបាននិយាយអ្វីមួយម៉ាត់ទេតែទឹកមុខរបស់ពួកគេគឺចង់សើចចំអកឲ្យនាងទៅវិញពួកគេគិតថាក្មេងស្រីម្នាក់នេះកំពុងតែយល់សប្តិទាំងថ្ងៃហើយនារីបានបាក់ទឹកចិត្តយ៉ាងខ្លាំងនាងដើរត្រឡប់មកផ្ទះវិញទាំងអារម្មណ៍ស្រងូតស្រងាត់ហើយគិតក្នុងចិត្តថាផែនការនេះពិតជាអាចជួយពួកគេបានមែនផែនការនេះធ្វើតែនាងម្នាក់ឯងគឺពិបាកពិតមែនហើយប៉ុន្តែបើសិនជាចូលរួមគ្នាធ្វើវាពិតជាអាចទៅរួចតែហេតុអីពួកគេមិនចង់ចាប់ផ្ដើមហេតុអីក៏ពួកគេនៅតែធ្វើទម្លាប់ចាស់ៗដដែលទៅវិញភាពអស់សង្ឃឹមបានចាប់ផ្ដើមរត់ពេញខួរក្បាលរបស់នាងមិនយូរប៉ុន្មានក្តីស្រមៃរបស់នាងបានរលត់បន្តិចម្ដងប៉ុន្តែនាងមិនដែលគិតថានឹងបោះបង់នោះទេ
នៅថ្ងៃមួយនាងបានធ្វើដំណើរទៅកាន់ផ្សារនៅឯភូមិក្បែរខាងនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងពេលឃើញនៅក្នុងបរិវេណផ្ទះពូម្នាក់ដាំបន្លែមានរបៀបរៀបរយនិងបច្ចេកទេសដាំដុះដូចគ្នាទៅនឹងអ្វីដែលនាងបានស្រមៃចង់ធ្វើវាដំណាំទាំងអស់មានសុខភាពល្អនិងទទួលបានទិន្នផលខ្ពស់នារីឈរសម្លឹងមើលបន្លែទាំងនោះយ៉ាងជក់ចិត្តមួយសន្ទុះក្រោយមកនាងក៏សម្រេចចិត្តចូលទៅសួរនាំពូម្ចាស់ផ្ទះដែលនាងបានស្គាល់គាត់មានឈ្មោះហៅថាពូសំជំរាបសួរពូខ្ញុំឃើញការដាំដុះរបស់ពូពិតជាបានល្អតើពូអាចធ្វើវាបានយ៉ាងម៉េចទៅហើយខ្ញុំឃើញមានតែផ្ទះពូម្នាក់ប៉ុណ្ណោះដែលរៀបចំការដាំដុះបែបនេះពូសំញញឹមហើយហៅនាងអង្គុយលេងរួចក៏និយាយទៅកាន់នារីថាក្មួយស្រីចាំពូប្រាប់រឿងមួយដើមឡើយពូគ្មានគំនិតចង់ធ្វើវាតែឯងទេក៏ព្រោះតែគ្មានអ្នកចូលរួមទើបពូសម្រេចចិត្តព្យាយាមធ្វើវាតាមលទ្ធភាពដែលពូមានរហូតទទួលបានលទ្ធផលដោយដែលក្មួយបានឃើញនេះឯងពូសំក៏បានបន្តទៀតថាមនុស្សយើងជាទូទៅមិនបានចាប់អារម្មណ៍ទៅលើផែនការលម្អិតឬដំណើរការដែលឈានទៅរកភាពជោគជ័យនោះទេបើទោះជាផែនការរបស់យើងល្អឥតខ្ចោះយ៉ាងណាក៏គេអាចប្រើសម្ដីអវិជ្ជមានធ្វើឲ្យយើងបាក់ទឹកចិត្តបានដែរសម្ដីរបស់មនុស្សមួយចំនួនអាចបញ្ឈប់ផែនការឬក្តីសុបិនរបស់យើងបានសម្ដីរបស់ពូសំបានដាស់ស្មារតីរបស់នារីឲ្យភ្ញាក់ឡើងវិញនារីបានត្រឡប់ទៅភូមិវិញហើយសម្រេចចិត្តថានាងនឹងចាប់ផ្ដើមធ្វើការតែម្នាក់ឯងដោយស្ងៀមស្ងាត់នាងបានយកដីនៅខាងក្រោយផ្ទះចាប់ផ្ដើមអនុវត្តផែនការបន្លែសរីរាង្គរបស់នាងជាមួយក្រុមគ្រួសារនាងបានយកលុយដែលនាងបានសន្សំទៅទិញគ្រាប់ពូជបន្ទាប់មករៀបចំដីហើយក៏ចាប់ផ្ដើមបណ្ដុះគ្រាប់ពូជពីមួយថ្ងៃទៅមួយថ្ងៃនាងខំធ្វើការដោយមិនរអ៊ូឡើយហើយក៏មិនខ្វល់ពីអ្នកភូមិដែលនៅតែបន្តរបៀបចាស់ៗរបស់ពួកគេដែររយៈពេល1ឆ្នាំក្រោយមកដំណាំបន្លែសរីរាង្គរបស់នារីបានលូតលាស់យ៉ាងស្រស់បំព្រងនាងមិនត្រឹមតែដាំដុះបានជោគជ័យប៉ុណ្ណោះទេថែមទាំងបានភ្ជាប់ទំនាក់ទំនងល្អជាមួយអ្នកទិញនៅទីក្រុងដែលបានទទួលទិញបន្លែពីនាងនៅថ្ងៃប្រមូលផលដំបូងឡានដឹកទំនិញបានចូលមកដល់ភូមិចតមកផ្ទះរបស់នារីដើម្បីដឹកជញ្ជូនបន្លែទៅកាន់ទីក្រុងអ្នកភូមិទាំងអស់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងរហូតនាំគ្នាតាមសម្លឹងមើលមិនដាក់ភ្នែកនៅពេលដែលពួកគេបានឃើញនារីនិងក្រុមគ្រួសារជញ្ជូនបន្លែដែលនាងបានដាំដាក់ចូលទៅក្នុងឡានអ្នកភូមិបើកភ្នែកធំសម្លឹងមើលបន្លែស្រស់ៗទាំងនោះហើយក៏មានការភ្ញាក់ផ្អើលនឹងតម្លៃដែលនាងលក់បាននៅពេលដែលឡានដឹកបន្លែចេញទៅបាត់អ្នកភូមិក៏បានចូលមកសួរនាំនារីក្មួយស្រីបន្លែដែលក្មួយដាំវាពិតជាល្អខ្លាំងណាស់ហើយលក់ក៏បានតម្លៃខ្ពស់ទៀតតើក្មួយធ្វើវាយ៉ាងម៉េចបានទៅនារីបានញញឹមហើយក៏តបទៅអ្នកភូមិវិញថាចាអ៊ំពូមីងខ្ញុំបានធ្វើតាមផែនការដែលអ៊ំពូមីងនិយាយថាវាទៅមិនរួចនោះឯងបន្ទាប់ពីឮនារីនិយាយដូច្នេះហើយអ្នកភូមិក៏ទម្លាក់ទឹកមុខចុះគ្រប់គ្នាសារៈសំខាន់នៃរឿងនេះបានបង្រៀនយើងថានៅពេលដែលគេនិយាយថាអ្នកមិនអាចធ្វើបានអ្នកគ្រាន់តែនៅឲ្យស្ងៀមរួចហើយប្រឹងធ្វើវាឲ្យចេញជាលទ្ធផលប្រឹងប្រែងធ្វើការក្នុងភាពស្ងៀមស្ងាត់រួចហើយទុកឲ្យភាពជោគជ័យរបស់អ្នកជាអ្នកនិយាយជំនួសអ្នកវិញមេរៀនជីវិតមួយដែលអ្នកត្រូវតែចាំឲ្យច្បាស់នោះគឺនៅលើវិថីឆ្ពោះទៅរកគោលដៅឧបសគ្គនិងសម្ដីអវិជ្ជមានវាគឺជាគ្រឿងសាកល្បងដែលតែងតែមកបង្អាក់ស្មារតីរបស់អ្នកប៉ុន្តែដាច់ខាតកុំអនុញ្ញាតឲ្យមតិរិះគន់របស់អ្នកដទៃមកបញ្ឈប់ក្តីសុបិនរបស់អ្នកឬកំណត់វាសនាជំនួសអ្នកឲ្យសោះធ្វើជាម្ចាស់លើជីវិតខ្លួនឯងហើយបន្តដំណើរទៅមុខដោយភាពជឿជាក់មានបរិះម្នាក់គិតថាជីវិតរបស់គេនឹងបរាជ័យបំផុតរហូតមានថ្ងៃមួយគេបានជួបលោកគ្រូម្នាក់បង្រៀនគេតែ3រឿងតូចៗប៉ុណ្ណោះតើអ្នកដឹងទេថាជីវិតគេបន្ទាប់មកនឹងមានអ្វីកើតឡើងវីរៈគឺជាយុវជនម្នាក់ដែលតែងតែមានអារម្មណ៍ថាខ្លួនឯងជាមនុស្សបរាជ័យគេមានទម្លាប់ចូលគេងយប់ជ្រៅងើបពីគេងយឺតរស់នៅក្នុងបន្ទប់ដែលពោរពេញតែភាពរញ៉េរញ៉ៃហើយតែងតែត្អូញត្អែថាជីវិតខ្លួនឯងគ្មានសំណាងដូចគេអីអញ្ចឹងទៅប៉ុន្តែទម្លាប់គេជាប្រចាំថ្ងៃវរៈចំណាយពេលសម្លឹងមើលតែភាពជោគជ័យរបស់អ្នកដទៃតាមរយៈបណ្ដាញសង្គមលើអេក្រង់ទូរស័ព្ទរបស់គេនឹងមួយថ្ងៃអូសទូរស័ព្ទចុះឡើងរួចក៏ដកដង្ហើមធំដោយក្តីអស់សង្ឃឹម
នៅថ្ងៃមួយវិរៈស្រាប់តែបានជួបលោកគ្រូបង្រៀនម្នាក់កាលនៅវិទ្យាល័យដែលគេគោរពបំផុតវិរៈបានសួរលោកគ្រូទាំងទឹកមុខស្រងោតស្ងាត់ថាលោកគ្រូដើម្បីឲ្យជីវិតមានពន្លឺដូចគេតើខ្ញុំគួរតែធ្វើរឿងអ្វីខ្លះដែរទៅលោកគ្រូញញឹមដាក់វិរៈរួចហុចសៀវភៅមួយក្បាលនិងផ្កាមួយផើងដែលចិត្តនឹងងាប់ទៅឲ្យវិរៈហើយនិយាយទៅកាន់វិរៈថាកូនឯងហ្នឹងណាមិនបាច់ធ្វើរឿងអីអស្ចារ្យទេចាប់ពីស្អែកនេះទៅឯងគ្រាន់តែធ្វើរឿង3យ៉ាងនេះឲ្យបានជារៀងរាល់ថ្ងៃទៅបានហើយទី1ហ្នឹងគឺបន្ទាប់ពីភ្ញាក់ពីគេងឯងត្រូវរៀបចំគ្រែដែលឯងគេងហ្នឹងឲ្យវាមានរបៀបរៀបរយទី2គឺថាក្នុងមួយថ្ងៃឯងត្រូវចំណាយពេលអានសៀវភៅនេះឲ្យបានតែ5ទំព័រអីទៅបានហើយចំណែកឯទី3កុំភ្លេចស្រោចទឹកដាក់ផើងផ្កានេះឲ្យបានមួយកែវតូចជារៀងរាល់ថ្ងៃឮទេវិរៈមានការងឿងឆ្ងល់យ៉ាងខ្លាំងប៉ុន្តែគេក៏យល់ព្រមធ្វើតាមអ្វីដែលលោកគ្រូឲ្យគេធ្វើសប្តាហ៍ទី1វិរៈចាប់ផ្ដើមរៀបចំគ្រែគេងគេមានអារម្មណ៍ថាបន្ទប់មានសណ្ដាប់ធ្នាប់ជាងមុនបន្តិចដែលធ្វើឲ្យចិត្តគេស្រឡះនៅពេលព្រឹកចូលដល់ខែទី1វិរៈអានសៀវភៅបាន5ទំព័រជារៀងរាល់ថ្ងៃចំណេះដឹងតូចៗចាប់ផ្ដើមសន្សំក្នុងខួរក្បាលរបស់គេធ្វើឲ្យគេចាប់ផ្ដើមមានគំនិតចង់រៀបចំផែនការងារផ្សេងៗបន្តទៀតចូលដល់ខែទី3ភ្លាមវិរៈសង្កេតឃើញថាផើងផ្កាដែលជិតងាប់ក៏ចាប់ផ្ដើមរីកស្លឹកបៃតងខ្ចីកាលដែលបានមើលឃើញការលូតលាស់របស់ដើមផ្កាបានបង្រៀនវិរៈឲ្យស្គាល់ពីក្តីសង្ឃឹមនិងភាពអត់ធ្មត់ទម្លាប់តូចៗទាំងនេះបាននាំវិរៈទៅរកទម្លាប់ធំៗដទៃទៀតគេចាប់ផ្ដើមងើបពីគេងទាន់ពេលគេចាប់ផ្ដើមហាត់ប្រាណនិងធ្វើការងារដោយការយកចិត្តទុកដាក់មួយឆ្នាំក្រោយមកវិរៈប្រែពីបុរសម្នាក់ដែលស្រងូតស្រងាត់មកជាបុរសម្នាក់ដែលមានថាមពលនិងទទួលបានការដំឡើងតំណែងក្នុងក្របខ័ណ្ឌការងាររបស់គេជីវិតរបស់គេលែងរញ៉េរញ៉ៃទៀតហើយព្រោះគេបានរៀនរៀបចំវាចាប់ផ្ដើមតាំងពីគ្រែគេងរបស់គេពេលខ្លះការផ្លាស់ប្ដូរជីវិតពុំចាំបាច់ត្រូវចាប់ផ្ដើមពីរឿងធំដុំនោះទេប៉ុន្តែចាប់ផ្ដើមពីរឿងតូចៗដែលយើងតែងតែមើលរំលងប្រសិនបើថ្ងៃនេះអ្នកនៅមានអារម្មណ៍ថាជីវិតមិនទៅណាឆ្ងាយសូមចាប់ផ្ដើមធ្វើរឿងតូចមួយដែលអ្នកគិតថាអាចធ្វើវាបានហើយនឹងបន្តធ្វើវាឲ្យបានជាប់លាប់ព្រោះការផ្លាស់ប្ដូរធំៗតែងតែចាប់ផ្ដើមពីជំហានតូចៗចង់ផ្លាស់ប្ដូរជីវិតគឺត្រូវផ្លាស់ប្ដូរទម្លាប់យើងអាចចាប់ផ្ដើមពីជំហានតូចៗហើយធ្វើវាជារៀងរាល់ថ្ងៃភាពជោគជ័យមិនមែនជាការធ្វើរឿងអស្ចារ្យឡើយប៉ុន្តែគឺជាការផ្លាស់ប្ដូរទម្លាប់ដែលយើងគិតថាមិនល្អរហូតវាប្រែក្លាយជាលទ្ធផលដ៏អស្ចារ្យនៅក្នុងហាងលក់គ្រឿងអលង្ការដ៏ធំមួយនេត្រាគឺជាបុគ្គលិកស្រីម្នាក់ដែលគ្រប់គ្នាមិនសូវចូលចិត្តហើយពួកគេតែងតែលួចនិយាយអាក្រក់អំពីនាងនេត្រាតែងតែមកធ្វើការយឺត15នាទីជារៀងរាល់ថ្ងៃនាងមិនដែលបានចូលរួមកម្មវិធីជប់លៀងជាមួយមិត្តរួមការងារឡើយហើយអ្វីដែលកាន់តែធ្វើឲ្យគ្រប់គ្នាមិនចូលចិត្តនាងបំផុតនោះគឺនាងតែងតែលួចខ្ចប់ម្ហូបដែលនៅសល់ពីកន្លែងធ្វើការយកទៅផ្ទះជានិច្ចមិត្តរួមការងារម្នាក់ឈ្មោះនីកាដែលជាអ្នកគ្រប់គ្រងនៅក្នុងហាងតែងតែហៅនេត្រាមកអប់រំហើយនឹងនិយាយដើមនេត្រាប្រាប់ដល់បុគ្គលិកផ្សេងទៀតថានេត្រាជាមនុស្សអាត្មានិយមណាស់គ្មានសុជីវធម៌អីសោះប្រាក់ខែមានតែបែរជាមកលួចខ្ចប់ម្ហូបពីកន្លែងធ្វើការដោយមនុស្សមិនដែលស្គាល់អាហារឆ្ងាញ់អញ្ចឹងពាក្យរិះគន់ទាំងនេះបានធ្វើឲ្យគ្រប់គ្នានៅក្នុងហាងទាំងមូលចាប់ផ្ដើមរើសអើងនិងលែងសូវនិយាយរកនេត្រាចំណែកនេត្រាតែងតែរក្សាភាពស្ងប់ស្ងាត់មិនតបតមិនបកស្រាយហើយប្រឹងបំពេញការងារដោយធម្មតាមានថ្ងៃមួយនីកាបានឃើញនេត្រាដើរចេញពីហាងទាំងប្រញាប់ប្រញាល់ថែមទាំងកាន់ស្បោម្ហូបដែលខ្ចប់ពីកន្លែងធ្វើការដោយរាល់ដងដោយក្តីមន្ទិលនិងចង់ចាប់កំហុសនីកាក៏សម្រេចចិត្តជិះឡានតាមនេត្រារហូតដល់ផ្ទះឈើចាស់មួយនៅឯជាយក្រុងនីកាបានឃើញនេត្រារត់ចូលទៅក្នុងផ្ទះទាំងដង្ហក់រួចក៏ស្រែកថាម៉ែកូនមកវិញហើយថ្ងៃនេះមាននំនិងមានម្ហូបឆ្ងាញ់ដែលនៅកន្លែងកូនធ្វើការគេចែកឲ្យកូនយកមកផ្ញើម៉ែនិងប្អូនទៀតហើយពេលនោះដែរនីកាបានដើរទៅអើតមើលតាមបង្អួចហើយរូបភាពដែលគេបានឃើញធ្វើឲ្យបេះដូងគេស្ទើរតែលោតចេញមកក្រៅ
នាងមើលឃើញនៅលើគ្រែចាស់ត្រុតត្រោមមួយស្ត្រីម្នាក់មានរូបរាងស្គមស្លេកស្លាំងកំពុងសម្រាកនៅលើគ្រែនោះហើយនៅក្បែរនោះមានក្មេងតូចៗពីរនាក់កំពុងរង់ចាំចំណីពីបងស្រីយ៉ាងរីករាយនេត្រាបានបញ្ចុកនំឲ្យម្ដាយហូបទាំងទឹកមុខញញឹមហើយក៏ហុចមួយចំណែកទៀតឲ្យទៅប្អូនៗទាំងពីរទោះបីជាខ្លួនឯងមិនទាន់បានហូបអីក៏ដោយចំណែកឯនីកាដែលកំពុងតែលួចមើលសកម្មភាពពួកគេតាមបង្អួចនោះបានហូរទឹកភ្នែកដោយមិនដឹងខ្លួនការពិតមួយដែលនេត្រាតែងតែខ្ចប់ម្ហូបនៅសល់ពីកន្លែងធ្វើការមកគឺដើម្បីឲ្យប្អូនៗនិងម្ដាយមូលហេតុដែលគេមិនដែលចូលរួមជប់លៀងជាមួយមិត្តភ័ក្តិឬមិត្តរួមការងារក៏ព្រោះតែគេត្រូវសន្សំលុយគ្រប់សែនដើម្បីទិញថ្នាំឲ្យម្ដាយរបស់នាងហើយរាល់ពេលដែលនាងតែងតែមកធ្វើការយឺត15នាទីរាល់ថ្ងៃព្រោះនាងត្រូវងើបដាំបាយបោកខោអាវនិងជូតខ្លួនឲ្យម្ដាយមុននឹងចាកចេញទៅធ្វើការនីកាឈរថ្មឹងនៅមុខផ្ទះឈើចាស់នោះទឹកភ្នែកក៏ហូរចុះមកដោយមិនដឹងខ្លួនលាយឡំនឹងវិបដិសារីដែលបានចាក់ដោតក្នុងបេះដូងរបស់នាងឈានជើងដើរចូលទៅក្នុងផ្ទះរបស់នេត្រាយឺតទាំងអារម្មណ៍ក្តុកក្តួលបំផុតចំណែកឯនេត្រាវិញនៅពេលដែលងាកមកឃើញវត្តមានរបស់នីកាភ្លាមនាងមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលាយឡំនឹងភាពផិតភ័យផងដែរឃើញនេត្រាភ័យញ័រខ្លួនបែបនេះបេះដូងនីកាកាន់តែឈឺចាប់ទ្វេដងនាងប្រញាប់ដើរទៅចាប់ដៃនេត្រាទាំងញាប់ញ័ររួចនិយាយទាំងសម្លេងខ្សៅៗថានេត្រាអើយខ្ញុំសុំទោសខ្ញុំពិតជាសុំទោសចំពោះគ្រប់យ៉ាងកន្លងមកខ្ញុំបានប្រើក្រសែភ្នែកមិនល្អមើលទៅឯងហើយចោទប្រកាន់ថាឯងជាមនុស្សមិនល្អមនុស្សអាត្មានិយមទាំងដែលខ្ញុំមិនដែលបានដឹងទាល់តែសោះថាឯងកំពុងលីសែងបន្ទុកដ៏ធ្ងន់ធ្ងរតែម្នាក់ឯងមិនមែនជាមនុស្សអាត្មានិយមដោយដែលពួកយើងគិតនោះឡើយតែឯងគឺជាកូនស្រីកតញ្ញូនិងជាបងស្រីដ៏អស្ចារ្យម្នាក់នេត្រាសម្រាប់ទឹកភ្នែករួចនិយាយទាំងអួរដើមកថាចាបងមិនអីទេខ្ញុំមិនដែលខឹងអ្នកទាំងអស់គ្នាឡើយខ្ញុំដឹងថាគ្រប់គ្នាមិនដឹងពីជីវិតពិតរបស់ខ្ញុំហើយខ្ញុំក៏មិនចង់ចំណាយពេលបកស្រាយអ្វីដែរព្រោះសម្រាប់ខ្ញុំពេលវេលាដែលត្រូវមើលថែម៉ែដែលកំពុងឈឺនិងប្អូនៗដែលកំពុងឃ្លានវាមានតម្លៃខ្លាំងជាងការដែលត្រូវមកបកស្រាយដើម្បីឲ្យគ្រប់គ្នាដឹងការពិតឬក៏ដើម្បីឲ្យគេមកគិតល្អចំពោះរូបខ្ញុំអីនោះដែរខ្ញុំសុខចិត្តឲ្យពិភពលោកទាំងមូលយកច្រឡំលើរូបខ្ញុំក៏បានឲ្យតាម៉ែនិងប្អូនៗរបស់ខ្ញុំបានហូបឆ្អែតនិងរស់នៅបានសុខស្រួលសម្រាប់ខ្ញុំប៉ុណ្ណឹងគឺគ្រប់គ្រាន់ណាស់ទៅហើយនីកាអោបនេត្រាយ៉ាងណែនរួចក៏តបវិញថានេត្រាឯងគឺជាមនុស្សដែលមានបេះដូងចែងចាំងជាងគ្រឿងអលង្ការដែលយើងលក់ទៅទៀតមេរៀនដែលយើងរៀនបានពីរឿងមួយនេះគឺនៅពេលដែលយើងមានគោលដៅច្បាស់លាស់ក្នុងជីវិតយើងនឹងលែងខ្វល់ខ្វាយពីពាក្យរិះគន់ឬក៏ការយល់ច្រឡំរបស់អ្នកដទៃមកលើរូបយើងទៀតហើយពុំចាំបាច់ចំណាយពេលបកស្រាយប្រាប់ពិភពលោកថាអ្នកជាមនុស្សល្អបែបណានោះទេតែចូលចំណាយពេលធ្វើអំពើល្អឲ្យអស់ពីចិត្តទៅបានហើយព្រោះទង្វើពិតនឹងនិយាយជំនួសយើងនៅថ្ងៃណាមួយជាក់ជាមិនខានភាពថ្លៃថ្នូររបស់មនុស្សគឺស្ថិតលើការចេះទទួលខុសត្រូវលើសម្ដីរបស់ខ្លួនឯងដូច្នេះមុននឹងសម្រេចចិត្តរិះគន់ឬសន្និដ្ឋានសាច់រឿងនរណាម្នាក់ចូលផ្ដល់ឱកាសឲ្យខ្លួនឯងបានស្ដាប់និងស្វែងយល់ឲ្យអស់សេចក្តីជាមុនសិនមនុស្សម្នាក់សុទ្ធតែមានសាច់រឿងរៀងៗខ្លួនដែលគ្មាននរណាម្នាក់ដឹងច្បាស់ជាងសម័យខ្លួនគេឡើយកុំធ្វើជាចៅក្រមកាត់ក្តីជីវិតអ្នកដទៃតែចូលធ្វើជាមនុស្សដែលមានបេះដូងចេះអត់ឱននិងយោគយល់ព្រោះនៅទីបញ្ចប់នៃជីវិតអ្វីដែលនៅសល់មិនមែនជាការដែលឈ្នះក្នុងការកាត់ក្តីអ្នកដទៃនោះទេតែគឺជាក្តីស្រឡាញ់ដែលយើងបានផ្ដល់ឲ្យគ្នាទៅវិញទៅមកតែប៉ុណ្ណោះនៅលើដងផ្លូវដែលក្រាលដោយគ្រួក្រហមរាបស្មើដូនចាស់ម្នាក់កំពុងធាក់កង់យឺតត្រឡប់ទៅផ្ទះវិញបន្ទាប់ពីលក់បន្លែអស់ពីកញ្ច្រែងនៅនឹងដៃកង់យើងអាចមើលឃើញត្រីងៀតមួយកន្ទុយតូចដែលលោកយាយបានទិញទុកជាម្ហូបសម្រាប់ថ្ងៃនេះទម្រាំធាក់កង់ដល់ផ្ទះមេឃក៏ចាប់ផ្ដើមងងឹតបន្តិចម្ដងពេលរៀបនឹងបត់កង់ចូលក្នុងបរិវេណផ្ទះលោកយាយស្រាប់តែប្រទះឃើញក្មេងប្រុសម្នាក់ដួលសន្លប់នៅមុខខ្ទមដ៏កំសត់របស់គាត់លោកយាយប្រញាប់ឈប់កង់ហើយដើរទៅអង្រួនក្មេងប្រុសនោះទាល់តែគេដឹងខ្លួនឡើងវិញដោយក្តីអាណិតអាសូរលោកយាយក៏ហៅក្មេងប្រុសនោះឲ្យចូលក្នុងផ្ទះ
ហើយនៅក្នុងផ្ទះមានតែពន្លឺចង្កៀងតូចមួយបំភ្លឺតិចៗយាយសម្លឹងមើលមុខក្មេងប្រុសដល់កំសត់ហើយសួរនាំពីដំណើរដើមតងដោយសំឡេងទន់ភ្លន់ចៅប្រុសឈ្មោះអីហើយមកពីណាវិញបានជាមកដួលសន្លប់នៅមុខខ្ទមយាយទៅវិញចឹងខ្ញុំឈ្មោះចិត្តជាកូនកំព្រាយាយខ្ញុំអត់មានអីហូបពី3ថ្ងៃមកហើយក្មេងប្រុសកំសត់បានឆ្លើយតបទៅកាន់លោកយាយគ្រាន់តែឮពាក្យប៉ុណ្ណេះដូនចាស់ប្រញាប់ចូលទៅក្នុងផ្ទះបាយភ្លាមមួយសន្ទុះក្រោយមកគាត់ក៏ចេញមកវិញដោយដៃកាន់បាយមួយចាននិងមានត្រីងៀតមួយដុំតូចដាក់ពីលើបាយរួចក៏ហុចឲ្យចៅចិត្តជីវភាពរបស់យាយលំបាកណាស់រកមួយថ្ងៃចិញ្ចឹមមួយថ្ងៃប៉ុណ្ណោះថ្ងៃនេះមានតែម្ហូបប៉ុណ្ណេះចៅហូបចុះណាចិត្តបានហូបបាយនោះដោយក្តីរីករាយរសជាតិបាយសនិងត្រីងៀតមួយដុំនោះប្រៀបដូចជាអាហារដ៏ថ្លៃថ្លាបំផុតក្នុងជីវិតរបស់គេបាយត្រីងៀតនេះឆ្ងាញ់ណាស់យាយខ្ញុំអរគុណយាយខ្លាំងណាស់គេនិយាយទៅកាន់យាយហូបរួចគេលើកដៃគោរពអរគុណលោកយាយជាច្រើនដងរួចក៏លាដូនចាស់បន្តដំណើរទៅមុខដោយក្តីសង្ឃឹមពេលវេលាកន្លងផុតទៅជាច្រើនឆ្នាំចិត្តបានខិតខំប្រឹងប្រែងធ្វើការដោយមិនខ្លាចនឿយហត់រហូតខ្លាចជាអ្នកជំនួញដ៏ជោគជ័យម្នាក់នៅក្នុងទីក្រុងគាត់មិនដែលភ្លេចឡើយនៅភាពលំបាកលំបិនកាលពីមុននិងសេចក្តីសប្បុរសដ៏បរិសុទ្ធរបស់ដូនចាស់ដែលបានជួយគាត់នៅគ្រាលំបាកបំផុតថ្ងៃមួយចិត្តបានត្រឡប់មកភូមិដែលដូនចាស់រស់នៅក្នុងគោលបំណងស្វែងរកគាត់ដើម្បីតបស្នងសងគុណគេបានសួរនាំអ្នកភូមិជាច្រើនអ្នករហូតដល់បានដឹងថាលោកយាយបានទទួលមរណភាពទៅហើយចិត្តមានអារម្មណ៍សោកស្ដាយយ៉ាងខ្លាំងតែគាត់មិនបានបោះបង់ចោលនៅគំនិតតបស្នងសងគុណនោះទេចិត្តបានសាងសង់សាលារៀនមួយខ្នងធំនៅក្នុងភូមិដើម្បីរំលឹកដល់ទឹកចិត្តដូនចាស់គាត់បានផ្ដល់អាហារូបករណ៍ដល់កុមារក្រីក្រក្នុងភូមិជាច្រើនអ្នកហើយតែងតែជួយអ្នកភូមិដែលមានជីវភាពខ្វះខាតជារៀងរាល់ពេលដែលគាត់មកសួរសុខទុក្ខក្មេងៗនៅក្នុងសាលារៀនចិត្តតែងតែប្រមូលពួកគេមកជុំគ្នាហើយនិយាយរំលឹកពីសេចក្តីសប្បុរសដ៏បរិសុទ្ធរបស់លោកយាយថាដើមឡើយមានដូនចាស់ម្នាក់បានឲ្យបាយមួយចានដល់ក្មេងប្រុសដែលកំពុងស្រេកឃ្លានពេលក្មេងប្រុសនោះហូបរួចគេលុតជង្គង់អរគុណដូនចាស់ហើយនិយាយថានឹងមិនភ្លេចគុណបាយមួយចាននេះទេហើយសន្យាថានឹងតបស្នងគុណនៅថ្ងៃណាមួយប៉ុន្តែដូនចាស់បានអោបគេហើយតបវិញថាបើសិនជាចៅមានលទ្ធភាពអាចជួយអ្នកដទៃបានទោះបីតិចតួចយ៉ាងណាក្តីសូមចៅធ្វើអំពើល្អនេះបន្តទៅអ្នកដែលត្រូវការបន្តទៀតចុះណាចៅប្រុសជួយអ្នកដែលត្រូវការឲ្យអ្នកជួយទោះបីជាតិចតួចប៉ុណ្ណាក៏ដោយវាពិតជាអំពើសប្បុរសដ៏បរិសុទ្ធតាមរយៈរឿងនេះបានបង្រៀនយើងថាការផ្ដល់ជំនួយត្រឹមតែបន្តិចបន្តួចដល់អ្នកដែលកំពុងត្រូវការក៏អាចផ្ដល់ជាកម្លាំងចិត្តនិងក្តីសង្ឃឹមដល់ពួកគេបានដែរហើយការដែលចងចាំនៅសេចក្តីល្អរបស់អ្នកដទៃដែលមានចំពោះខ្លួនគឺជាគុណធម៌ដែលនាំមកនូវភាពល្អប្រសើរដល់ខ្លួនឯងផងនិងសង្គមជាតិទាំងមូលផងនៅក្នុងភូមិតូចមួយក្បែរជើងភ្នំមានផ្ទះឈើចាស់មួយដែលជាលំនៅឋានរបស់មីងពៅគាត់រស់នៅតែម្នាក់ឯងប្រកបមុខរបរត្បាញកន្ទេលនិងដាំបន្លែដើម្បីចិញ្ចឹមជីវិតភាពស្ងប់ស្ងាត់បានគ្របដណ្ដប់លើជីវិតរបស់មីងពៅអស់ជាច្រើនទសវត្សរ៍មកហើយរហូតមកដល់យប់មួយមានភ្លៀងធ្លាក់លាយឡំផ្គរលាន់យ៉ាងខ្លាំងនៅម៉ោងប្រហែលជា2រំលងអាធ្រាត្រភ្លៀងនិងផ្គរបានថយសំឡេងបន្តិចមីងពៅបានឮសូរសំឡេងក្មេងយំតិចៗនៅមាត់ទ្វារពេលដែលគាត់បើកទ្វារស្រាប់តែប្រទះឃើញកន្ត្រកតូចមួយដែលសើមជោកដោយដំណក់ទឹកភ្លៀងនៅក្នុងនោះគឺជាទារិកាតូចម្នាក់ដែលទើបនឹងកើតមុខគេឡើងក្រហមដោយមានក្រដាសមួយសន្លឹកនៅក្បែរនាងដែលបានសរសេរថាសូមមេត្តាជួយមើលថែនាងផងមីងពៅលើកទារិកាតូចមកអោបជាប់នឹងដើមទ្រូងភាពឯកានៃជីវិតរបស់គាត់ហាក់ដូចជាត្រូវបានជំនួសដោយភាពកក់ក្ដៅភ្លាមគាត់បានដាក់ឈ្មោះក្មេងស្រីតូចម្នាក់នោះថាបុប្ផាព្រោះនាងប្រៀបដូចជាផ្កាមួយតងដែលបានមករីកនៅមាត់ទ្វារផ្ទះរបស់គាត់ក្រោមការមើលថែរបស់មីងពៅបុប្ផាបានធំលូតលាស់ក្លាយជាក្មេងស្រីដ៏ស្រស់ស្អាតម្នាក់ផ្ទះចាស់ដែលធ្លាប់តែស្ងប់ស្ងាត់នោះប្រែក្លាយជាកន្លែងដែលពោរពេញទៅដោយសំណើចនិងក្តីស្រឡាញ់ដ៏កក់ក្ដៅមុនពេលចូលគេងមីងពៅតែងតែនិយាយរឿងនិទានឲ្យបុប្ផាស្ដាប់
មីងពៅបានបង្រៀនបុប្ផាឲ្យដាំបន្លែនិងចេះត្បាញកន្ទេលហើយសំខាន់បំផុតនោះគឺបង្រៀនឲ្យចេះចែករំលែកនិងមានមេត្តាធម៌មីងពៅស្រឡាញ់បុប្ផាស្មើនឹងជីវិតវត្តមានរបស់បុប្ផាមិនមែនជាការមកបំពេញឲ្យភាពឯការបស់គាត់នោះទេតែគាត់បានចាត់ទុកនាងជាកាដូដ៏មានតម្លៃដែលព្រះបានប្រទានមកឲ្យគាត់ជារៀងរាល់ថ្ងៃមីងពៅបានប្រឹងប្រែងត្បាញកន្ទេលនិងដាំបន្លែដើម្បីយកប្រាក់ឲ្យបុប្ផាបានទៅរៀនសូត្រពេលវេលាចេះតែរំកិលទៅមុខឥតឈប់បុប្ផាក៏ធំពេញវ័យជាយុវតីម្នាក់ដែលបានបញ្ចប់ថ្នាក់ទី12ហើយនាងឆ្លាតវៃរៀបសារហើយមានក្តីស្រមៃចង់រៀនបន្តនៅឯទីក្រុងនៅព្រឹកថ្ងៃមួយពេលដែលមីងពៅនិងបុប្ផាកំពុងអង្គុយហូបបបរស្រាប់តែមានរថយន្តទំនើបមួយបានបើកមកឈប់នៅមុខផ្ទះចេញពីក្នុងឡានគឺជានារីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនិងស្លៀកសម្លៀកបំពាក់យ៉ាងស៊ីវិល័យនាងបានដើរមកចូលក្នុងផ្ទះមីងពៅដោយទឹកមុខរំភើបលាយឡំនឹងកំហុសមីងពៅនិងបុប្ផាបានសម្លឹងមើលទៅស្ត្រីប្លែកមុខម្នាក់ដែលគាត់កំពុងឈរនៅឯមាត់ទ្វារទាំងក្តីមន្ទិលនិងភ្ញាក់ផ្អើលជាខ្លាំងវត្តមានរបស់នាងហាក់នាំមកនៅអាកំបាំងដែលពួកគេមិនដែលនឹកស្មានដល់នារីម្នាក់នោះក៏បោះជំហានដើរចូលមករកមីងពៅបន្ទាប់ពីការសន្ទនារវាងនាងនិងមីងពៅបានមួយសន្ទុះមកការពិតក៏ត្រូវបានលាតត្រដាងស្ត្រីម្នាក់នេះគឺជាម្ដាយបង្កើតរបស់បុប្ផានាងចាប់ផ្ដើមរៀបរាប់ទាំងទឹកភ្នែកថាកាលពី18ឆ្នាំមុននាងនៅក្មេងខ្ចីពេកនៅពេលដែលនាងដឹងថាខ្លួនកំពុងតែមានផ្ទៃពោះទាំងដែលមិនទាន់រៀបការដោយសារនាងមិនហ៊ានប្រឈមមុខជាមួយនឹងឪពុកម្ដាយនាងក៏ដាច់ចិត្តលាក់បាំងពីក្រុមគ្រួសារហើយលួចសម្រាលបានកូនស្រីម្នាក់នេះតែម្នាក់ឯងក្នុងភាពទាល់ច្រកនិងមិនបានគិតវែងឆ្ងាយនាងក៏សម្រេចចិត្តយកទារិកាតូចមកទុកនៅមុខផ្ទះមីងពៅដោយសង្ឃឹមថាពេលដែលនាងមានជីវភាពធូរធារនាងនឹងមកទទួលយកកូនទៅនៅជាមួយនាងវិញឥឡូវនេះនាងបានរៀបការមានគ្រួសារហើយថែមទាំងមានមុខរបរធំដុំចំណែកជីវភាពក៏បានធូរធារដោយក្តីនឹករលឹកដល់កូនស្រីជាពន់ពេកនាងក៏ប្រញាប់មកស្វែងរកកូនស្រីដ៏កំសត់ម្នាក់នេះនាងបានលុតជង្គង់ហើយនិយាយអង្វរមីងពៅថាសូមអភ័យទោសដែលខ្ញុំបានរំខានជីវិតរបស់មីងតែខ្ញុំពិតជាចង់សុំកូនទៅវិញខ្ញុំអាចផ្ដល់ឲ្យនាងនៅការអប់រំល្អអនាគតល្អនិងក្តីស្រឡាញ់ដែលខ្ញុំមិនធ្លាប់បានផ្ដល់ឲ្យនាងបេះដូងមីងពៅឈឺចាប់ខ្លាំងណាស់ភ្នែករបស់គាត់សម្លឹងមើលបុប្ផាដែលឈរសម្លឹងមើលម្ដាយបង្កើតទាំងភ័យផងនិងចង់ដឹងផងមីងពៅដឹងថាទោះបីជាក្តីស្រឡាញ់របស់គាត់ចំពោះបុប្ផាធំធេងយ៉ាងណាក៏ដោយក៏គាត់មិនអាចមិនគិតពីអនាគតដ៏ភ្លឺស្វាងរបស់បុប្ផាបានដែរមីងពៅបានសម្លឹងមើលមុខបុប្ផាទាំងទឹកភ្នែករលីងរលោងហើយកាន់ដៃបុប្ផាជាប់រួចនិយាយទាំងសំឡេងញ័រថាកូនស្រីម៉ែដឹងថាគេជាម្ដាយពិតរបស់កូនម៉ែស្រឡាញ់កូនណាស់តែម៉ែមិនចង់ឲ្យកូនរស់នៅជាមួយការលំបាកនិងការខ្វះខាតរបស់ម៉ែទេកូនគួរតែទៅជាមួយម្ដាយកូនចុះចេញទៅមើលពិភពលោកដ៏ធំទូលាយនិងអនាគតដ៏វែងឆ្ងាយរបស់កូនបុប្ផាយំអោបមីងពៅយ៉ាងណែននាងហាក់មិនចង់ចាកចេញទៅទេព្រោះមីងពៅទៅជាពិភពលោកទាំងមូលរបស់នាងបុប្ផាកូនម៉ែមិនថាមានរឿងអ្វីកើតឡើងទេកូននៅតែជាផ្កាមួយតងដែលរីកក្នុងចិត្តម៉ែជារៀងរហូតមីងពៅនិយាយទាំងទឹកភ្នែកហូរទៅកាន់បុប្ផាបានចាក់ចេញទៅជាមួយម្ដាយបង្កើតរបស់នាងទាំងមិនអស់អាល័យពីមីងពៅផ្ទះចាស់របស់មីងពៅត្រឡប់ទៅជាស្ងប់ស្ងាត់និងឯកាដូចដើមមីងពៅនៅតែបន្តត្បាញកន្ទេលនិងដាំបន្លែតែចិត្តរបស់គាត់នៅតែនឹកដល់បុប្ផាជាប់ជានិច្ចចំណែកបុប្ផាក៏បានទៅរស់នៅក្នុងផ្ទះដ៏ធំស្កឹមស្កៃនៅឯទីក្រុងជាមួយម្ដាយរបស់នាងទទួលបានការអប់រំល្អនាងមានសម្លៀកបំពាក់ម៉ូដទាន់សម័យនិងការហូបចុកមិនមានការខ្វះខាតអ្វីឡើយប៉ុន្តែជីវិតនៅទីក្រុងនេះមិនមែនជាជីវិតរបស់នាងទេម្ដាយបង្កើតរបស់នាងរវល់ខ្លាំងណាស់ឪពុកចិញ្ចឹមក៏រវល់ចំណែកប្អូនក៏គ្មានសូម្បីតែពេលអង្គុយហូបបាយជុំគ្នារស់នៅក្រោមដំបូលតែមួយតែហាក់ដូចជាកំពុងរស់នៅភពពីរផ្សេងគ្នាទៅវិញ
បុប្ផាកាន់តែយល់ដឹងថាភាពប្រណិតទាំងនេះមិនអាចជំនួសភាពកក់ក្ដៅនៃការគេងកាយផ្លូវមីងពៅបានឡើយនាងបានដឹងថាគ្រួសារពិតមិនមែនស្ថិតនៅលើភាពសម្បូរបែបនោះទេតែស្ថិតនៅលើវត្តមានជុំគ្នានៃសមាជិកក្រុមគ្រួសាររាល់ពេលដែលបុប្ផានឹករលឹកដល់មីងពៅនាងកាន់តែប្រឹងប្រែងរៀនសូត្រ4ឆ្នាំកន្លងផុតទៅបុប្ផាបានរៀនចប់ក្លាយជាគ្រូបង្រៀនម្នាក់នៅល្ងាចថ្ងៃមួយពេលម្ដាយរបស់នាងត្រឡប់មកពីធ្វើការវិញហើយក៏ប្រទះឃើញសម្បត្តិមួយនៅលើតុរបស់បុប្ផាម៉ាក់សូមអភ័យទោសឲ្យកូនផងកូនទៅរកផ្ទះរបស់កូនវិញហើយអរគុណម៉ាក់ដែលបានផ្គត់ផ្គង់ដល់កូនគ្រប់បែបយ៉ាងប៉ុន្តែកូនយល់ថាទីនេះមិនមែនជាផ្ទះរបស់កូនឡើយនៅឯភូមិតូចក្បែរជើងភ្នំមីងពៅកំពុងអង្គុយត្បាញកន្ទេលដោយសពដងកំពុងតែត្បាញកន្ទេលមីងពៅស្រាប់តែបានឮសំឡេងសម្រាប់ជើងដើរនៅឯមាត់ទ្វារគាត់ក៏ងើបមុខឡើងហើយស្រាប់តែប្រទះឃើញបុប្ផាកំពុងឈរនៅឯមាត់ទ្វារម៉ែបុប្ផាស្រែកហៅមីងពៅរួចរត់ទៅអោបគាត់យ៉ាងណែនមីងពៅអង្អែក្បាលបុប្ផាទាំងញាប់ញ័រទឹកភ្នែកដែលហូរចុះមកនេះមិនមែនជាទឹកភ្នែកនៃភាពសោកសៅទៀតទេប៉ុន្តែជាទឹកភ្នែកនៃសេចក្តីសុខដែលបានឃើញកូនត្រឡប់មកវិញកូនម្ដាយអើយហេតុអីបានជាកូនត្រឡប់មកវិញនៅទីក្រុងកូនមានគ្រប់យ៉ាងកូននឹងមានអនាគតល្អមីងពៅនិយាយទៅកាន់បុប្ផាទាំងក្តុកក្តួលបុប្ផាងើបមុខសម្លឹងមើលមុខមីងពៅរួចឆ្លើយតបទាំងស្នាមញញឹមវិញថាម៉ែនៅទីនោះកូនមានអ្វីៗគ្រប់យ៉ាងមែនប៉ុន្តែវាមិនមែនជាអ្វីគ្រប់យ៉ាងដែលកូនចង់បាននោះទេការបានរស់នៅជាមួយម៉ែទើបជាអ្វីគ្រប់យ៉ាងរបស់កូនកូនរៀនចប់ហើយម៉ែឥឡូវកូនគឺជាគ្រូបង្រៀនម្នាក់កូនចង់យកចំណេះដឹងដែលកូនបានរៀនសូត្រមកចែករំលែកនៅទីនេះវិញដោយទៅនឹងរាល់ពាក្យទូន្មានរបស់ម៉ែដែលបានអប់រំកូនឲ្យចេះចែករំលែកនិងមានក្តីមេត្តាដល់មនុស្សផងគ្នាមីងពៅឮដូច្នេះគាត់ញញឹមទាំងទឹកភ្នែកចាប់តាំងពីថ្ងៃនោះមកផ្ទះឈើចាស់របស់មីងពៅលែងស្ងាត់ជ្រងំទៀតហើយបុប្ផាបានសុំការអនុញ្ញាតពីមេភូមិដើម្បីប្រើប្រាស់រោងក្បែរផ្ទះធ្វើជាថ្នាក់រៀនតូចមួយជារៀងរាល់ព្រឹកក្មេងៗក្រីក្រក្នុងភូមិដែលគ្មានលទ្ធភាពទៅរៀននៅឯទីរួមស្រុកបាននាំគ្នាដើរតម្រង់មកផ្ទះមីងពៅទាំងទឹកមុខរីករាយបុប្ផាមិនត្រឹមតែបង្រៀនអក្សរនិងលេខដល់ពួកគេនោះទេនាងតែងតែយកពាក្យទូន្មានរបស់មីងពៅមកចែករំលែកបន្តផងដែរកូនត្រូវចាំទាំងអស់គ្នាថាចំណេះដឹងគឺជាទ្រព្យប៉ុន្តែសេចក្តីមេត្តាគឺជាតម្លៃនៃជីវិតមនុស្សដែលមានតម្លៃបំផុតមិនមែនជាមនុស្សដែលមានទ្រព្យសម្បត្តិច្រើនបំផុតនោះទេប៉ុន្តែគឺជាមនុស្សដែលចេះចែករំលែកនិងផ្ដល់ឲ្យត្រឡប់ទៅសង្គមវិញមីងពៅតែងតែអង្គុយត្បាញកន្ទេលនៅក្បែរនោះស្ដាប់សំឡេងបុប្ផាបង្រៀនក្មេងៗទាំងស្នាមញញឹមពេញចិត្តជួនកាលមីងពៅយកបន្លែដែលគាត់ដាំបានមកស្លធ្វើជាអាហារថ្ងៃត្រង់ចែកឲ្យក្មេងៗទាំងនោះញ៉ាំជុំគ្នាទៀតផងភាពកក់ក្ដៅដែលធ្លាប់តែមានចំពោះមនុស្សពីរនាក់ឥឡូវនេះបានរីកសាយភាយពេញភូមិទាំងមូលនៅល្ងាចថ្ងៃមួយខណៈពេលដែលបុប្ផាកំពុងជួយត្បាញកន្ទេលនាងបាននិយាយទៅកាន់មីងពៅថាម៉ែកូនអរគុណម៉ែដែលបានរើសកូនពីមុខទ្វារផ្ទះនៅយប់ភ្លៀងធ្លាក់នោះបើគ្មានម៉ែបុប្ផាម្នាក់នេះក៏គ្មានថ្ងៃរីកសុសសាយនិងដឹងពីតម្លៃនៃការចែករំលែកបែបនេះដែរមីងពៅទាញបុប្ផាមកអោបរួចនិយាយតិចៗថាកូនមិនមែនគ្រាន់តែជាផ្ការីកក្នុងចិត្តម៉ែទេបុប្ផាតែឥឡូវនេះកូនគឺជាផ្កាដែលកំពុងផ្ដល់ក្លិនក្រអូបដល់មនុស្សគ្រប់គ្នាម៉ែមានមោទនភាពចំពោះកូនណាស់ខ្យល់ត្រជាក់បក់មកប៉ះរាងកាយអ្នកទាំងពីរផ្ទះចាស់ដែលធ្លាប់តែឯកាឥឡូវនេះបានក្លាយជាផ្ទះនៃក្តីសង្ឃឹមសម្រាប់កុមារគ្រប់រូបនិងជាកន្លែងដែលសេចក្តីស្រឡាញ់ពិតប្រាកដត្រូវបានចាក់ឫសយ៉ាងជ្រៅរឿងមួយនេះបានបង្រៀនឲ្យយើងដឹងថាគ្រួសារមិនមែនស្ថិតលើឈាមជ័រតែមួយមុខឡើយតែវាស្ថិតលើការលះបង់និងក្តីស្រឡាញ់ដែលគ្មានលក្ខខណ្ឌចំណេះដឹងមានតម្លៃបំផុតក៏ព្រោះតែយើងយកវាទៅប្រើដើម្បីផ្ដល់ពន្លឺដល់អ្នកដទៃភាពមានបានពិតប្រាកដមិនមែននៅត្រង់ចំនួនលុយដែលយើងមានក្នុងដៃនោះទេតែនៅត្រង់ចំនួនជីវិតដែលយើងបានជួយឲ្យល្អប្រសើរឡើងនៅភូមិដាច់ស្រយាលមួយមានយុវជនម្នាក់ឈ្មោះសុខាគឺជាមនុស្សដែលធ្លាប់មានក្តីស្រមៃចង់ក្លាយជាជាងចម្លាក់ដ៏ល្បីម្នាក់ប៉ុន្តែជីវិតពិត
មិនដូចការស្រមៃឡើយបន្ទាប់ពីការប្រឡងធ្លាក់ចំណាត់ថ្នាក់ជាតិនិងការរិះគន់ពីមនុស្សក្នុងភូមិថារូបចម្លាក់របស់គេគឺគ្មានព្រលឹងទេសុខាក៏ចាប់ផ្ដើមបាក់ទឹកចិត្តគេបានបោះបង់ចោលដីឥដ្ឋនិងឧបករណ៍ចម្លាក់រួចទៅធ្វើការជាអ្នកយាមឃ្លាំងទាំងទឹកមុខស្រងោតស្រងាត់អស់រយៈពេល3ឆ្នាំថ្ងៃមួយមានព្រឹទ្ធាចារ្យម្នាក់ដែលជាជាងចម្លាក់ជើងចាស់បានធ្វើដំណើរឆ្លងកាត់ភូមិនោះលោកតាបានឃើញសុខាអង្គុយសម្លឹងមើលភក់នៅមាត់ត្រពាំងទាំងកែវភ្នែកស្រអាប់លោកតាក៏បានសួរថាហេតុអ្វីបានជាចៅសម្លឹងមើលភក់នោះដូចជាចង់និយាយអ្វីម្យ៉ាងសុខាឆ្លើយទាំងដកដង្ហើមធំថាវាគ្រាន់តែជាភក់ដែលគ្មានតម្លៃដូចជារូបខ្ញុំដែរលោកតាខ្ញុំធ្លាប់ចង់ច្នៃវាឲ្យក្លាយជាវត្ថុមានតម្លៃតែខ្ញុំធ្វើមិនបានពិភពលោកនេះមិនបានផ្ដល់ឱកាសឲ្យខ្ញុំក្លាយជាអ្នកសិល្បៈទេលោកតាក្រវីក្បាលរួចហុចដីឥដ្ឋមួយដុំទៅឲ្យសុខាហើយនិយាយថាពិភពលោកមិនដែលបិទទ្វារដាក់អ្នកណាម្នាក់ឡើយមានតែយើងខ្លួនឯងទេដែលបិទទ្វារមិនឲ្យខ្លួនឯងដើរចេញមកក្រៅឱកាសមិនមែនជាការរងចាំទេតែជាការសាកល្បងម្ដងទៀតពាក្យសម្ដីខ្លីៗនេះបានធ្វើឲ្យសុខាភ្ញាក់រលឹកឡើងវិញយប់នោះសុខាបានត្រឡប់ទៅផ្ទះវិញរួចទាញយកឧបករណ៍ដែលប្រឡាក់ដោយធូលីមកសម្អាតគេចាប់ផ្ដើមលាយដីឥដ្ឋម្ដងទៀតលើកនេះគេមិនបានធ្វើដើម្បីឲ្យអ្នកដទៃសរសើរឡើយតែគេធ្វើដើម្បីផ្ដល់ឱកាសឲ្យក្តីសម័យខ្លួនឯងបានរស់ឡើងវិញរាល់ពេលដែលរូបចម្លាក់ខូចគេមិនបានបោះបង់ឡើយតែគេញញឹមរួចចាប់ផ្ដើមធ្វើសារជាថ្មីយូរទៅដៃដែលធ្លាប់តែរឹងកំព្រឹសក៏ប្រែជាទន់ភ្លន់ចំណែករូបចម្លាក់ដែលចេញពីទឹកដៃរបស់គេនីមួយៗក៏ចាប់ផ្ដើមមានភាពរស់រវើកមិនយូរប៉ុន្មានភាពល្បីល្បាញរបស់សុខាក៏បានសាយភាយវាមិនមែនដោយសារសំណាងទេតែដោយសារគេបានផ្ដល់ឱកាសឲ្យខ្លួនឯងបានសាកល្បងជាថ្មីម្ដងទៀតនិងបានផ្លាស់ប្ដូរខ្លួនឯងឲ្យកាន់តែរីកចម្រើនសាច់រឿងរបស់សុខាបានបន្សល់ទុកនូវមេរៀនសំខាន់ៗសម្រាប់យើងគ្រប់គ្នាគឺឱកាសដ៏អស្ចារ្យបំផុតមិនមែនជារបស់ដែលគេផ្ដល់ឲ្យទេប៉ុន្តែវាគឺជាការដែលអ្នកហ៊ានផ្ដល់ឱកាសឲ្យខ្លួនឯងបានសាកល្បងនិងធ្វើការផ្លាស់ប្ដូរសូមកុំឲ្យពាក្យសម្ដីអវិជ្ជមានរបស់អ្នកដទៃមកសម្លាប់ក្តីស្រមៃរបស់អ្នកបានឲ្យសោះចាំថាគ្មាននរណាម្នាក់មានសិទ្ធិបញ្ឈប់ក្តីស្រមៃរបស់អ្នកបានទេបើសិនអ្នកមិនសម្រេចចិត្តបោះបង់វាបរាជ័យមិនមែនជាទីបញ្ចប់ឡើយតែការបោះបង់ខ្លួនឯងទើបជាចំណុចបញ្ចប់ដ៏ពិតប្រាកដបើសិនអ្នកទាំងអស់គ្នាចូលចិត្តនៅវីដេអូមួយនេះសូមចុច like និង subscribe ម្នាក់មួយផងណាអរគុណអ្នកទាំងអស់គ្នាជួបគ្នានៅវីដេអូបន្តទៀត